ដៃឆ្វេងយកខ្ទះឆាដៃស្ដាំយកខ្ញីខ្ទឹមនិងពូវៀនជ្រូកដាក់ឆាជាមួយគ្នាបន្ទាប់មកដាក់ទឹកខ្មេះចូលឆាប៉ុន្មាននាទីម្ហូបនេះក៏បានសម្រេចហើយមឹកនិងសាច់3ជាន់ឆាជាមួយគ្នាតែបែរជាមិនដាក់តៅក័រពីព្រោះថៅកែស្រីប្រាប់ថាបែបនេះទើបវាឈ្ងុយជាងធម្មតាម្ហូបហាក់កាគេដាក់តៅក័រប៉ុន្តែខ្ញុំបែរជាមិនដាក់ព្រោះខ្ញុំគិតថាឆាមឹកជាមួយសាច់ជ្រូកវាឈ្ងុយហើយមានរសជាតិខៀវណាស់ដល់ពេលអាហារថ្ងៃត្រង់ភ្ញៀវចូលពេញចំណែកភ្ញៀវទាំងនេះមានចំណូលចិត្តនិងកោតសរសើរខ្លាំងណាស់ចំពោះរសជាតិម្ហូបហាក់កាដែលថៅកែស្រីជនជាតិវៀតណាមធ្វើដោយផ្ទាល់ដៃនេះនារីវៀតណាមឆាម្ហូបនេះមានរសជាតិល្អណាស់នាងជាជនជាតិវៀតណាមឈ្មោះទូស៊ឺឆាងរៀបការមករស់នៅខេត្តម៉ៅឌីនៅឆ្នាំ2011នៅឆ្នាំទៅនេះដើម្បីជីវភាពគាត់ក៏ជួលតូបមួយចាប់ផ្ដើមលក់ម្ហូបហាក់កានៅខេត្តម៉ៅឌីភូមិថងឡូហេតុអ្វីបានជានឹកឃើញចង់លក់ម្ហូបនេះជាសបិនខ្ញុំហេតុអ្វីខ្ញុំចូលចិត្តលក់ដូរព្រោះខ្ញុំចូលចិត្តទទួលភ្ញៀវណាស់នាងជានារីក្លាហានហ៊ានឈានជើងធ្វើអ្វីដែលនាងចង់ធ្វើស្រុកកំណើតនាងនៅវៀតណាមតែនាងបែរជាស្គាល់រសជាតិអាហារតៃវ៉ាន់យ៉ាងច្បាស់នាងធ្វើម្ហូបលឿនហើយស្វាហាប់ណាស់ពេលសួរនាងអ្វីដៃទាំងនេះរៀនមកពីណាចម្លើយរបស់នាងគួរឲ្យចាប់អារម្មណ៍ណាស់ម្ហូបតៃវ៉ាន់ខ្ញុំធ្លាប់ធ្វើគឺការពីខ្ញុំមកធ្វើអ្នកបម្រើនិងថែរក្សាមនុស្សចាស់នៅតៃវ៉ាន់ពួកគាត់ធ្លាប់បានបង្រៀនខ្ញុំក៏ចេះធ្វើហើយម្ហូបដែលប្លែកនោះមានតែនំគៀវវៀតណាមដូច្នេះនាងចេះធ្វើម្ហូបហាក់កាបែរជាមិនសូវចេះធ្វើម្ហូបវៀតណាមវិញចាពីព្រោះខ្ញុំមិនសូវបានរស់នៅជាមួយឪពុកម្ដាយបែរជារស់នៅតៃវ៉ាន់យូរអង្វែងជាងដូច្នេះទើបចេះធ្វើម្ហូបតៃវ៉ាន់ជាងនាងបើកហាងលក់ម្ហូបនៅតៃវ៉ាន់ក្រៅពីដើម្បីរកលុយនាងក៏បានសម្រេចនៅសបិនរបស់ខ្លួនឥឡូវនេះមានភ្ញៀវចូលទៀងទាត់ដូច្នេះប្រាក់ចំណូលក្នុងមួយខែពី40,000ទៅ50,000 យួនប្រទេសតៃវ៉ាន់គឺជាកន្លែងមានស្នេហាហើយក៏ជាផ្ទះទី2របស់គាត់ដែរពីព្រោះខ្ញុំគិតថានៅទីនេះភ្ញៀវបានគាំទ្រខ្ញុំណាស់ដូច្នេះធ្វើឲ្យខ្ញុំមានអារម្មណ៍ថាខ្ញុំមិនឯកាឡើយ